សួស្តីបងប្អូនទាំងអស់គ្នានេះជាផ្កាកុលាបដែលខ្ញុំបត់ពីក្រាស់ហើយនឹងផ្កាឈូកអីហ្នឹងបត់ពីក្រាស់ដូចគ្នាឃើញថាម៉ូតនេះពិតជាស្រស់ស្អាតមែនតើបងប្អូនខ្ញុំបានយកលក្ខណៈតៅដែលគេយកទៅដាក់អង្គដាក់ស្រូវដាក់អីហ្នឹងហើយខ្ញុំយកមកឆ្នៃធ្វើជាដាក់ផ្កាចូលក្នុងនេះព្រោះអីខ្ញុំស្រឡាញ់លក្ខណៈរបស់ខ្មែរយើងព្រោះនេះសិតតែស្នាដៃកូនខ្មែរយើងកធរអីហ្នឹងសិតតែខ្មែរអ្នកធ្វើហើយចឹងយើងលើកស្ទួយផលិតផលខ្មែរហើយនឹងផ្កានេះពិតជាស្រស់ស្អាតមែនទែនមើលដែលខ្ញុំឆ្នៃបែបនេះហើយមានដាក់ស្លឹកនេះជាស្លឹកជ័រតែខ្ញុំដាក់ឲ្យលិចជាមួយផ្កាតែដែលយើងដាក់បែបនេះមកពិតជាស្រស់ស្អាតមែនទែនហើយបងប្អូនអាចដាក់តាំងលើតុទទួលភ្ញៀវឬក៏តាំងនៅលើតុដែលយើងក្នុងបន្ទប់គេយើងអីក៏បានដែរស្អាតមែនតើចឹងបងប្អូនដែលត្រូវការអាចប្រឡងបានចាសូមអរគុណសូមជម្រាបលា